Ok,សួស្តីអ្នកគ្នាស្វាគមន៍កាន់វីដេអូថ្មីអញ្ចឹងថ្ងៃនេះខ្ញុំលើកយកមេរៀនមួយសម្រាប់អ្នកដែលរៀន Excel ដំបូងហើយអាហ្នឹងក៏ជាកំហុសរបស់ខ្ញុំដែលធ្លាប់បានធ្វើផងដែរអញ្ចឹងថាតើកំហុសទាំងអស់ហ្នឹងយើងគួរត្រូវដោះស្រាយម៉េចឥឡូវទៅមើលជាមួយខ្ញុំអ្នកគ្នាអូខេអញ្ចឹងសម្រាប់កំហុសទី1ឥឡូវឧទាហរណ៍ថានេះគឺខ្ញុំមានតារាង Excel របស់ខ្ញុំហើយខ្ញុំចង់ធ្វើការ copy តារាង Excel ហ្នឹងទៅ sheet ផ្សេងឬក៏ទៅ Excel ផ្សេងខ្ញុំ copy ខ្ញុំបង្កើត sheet ថ្មីឧទាហរណ៍ខ្ញុំ paste នេះឃើញទេនៅពេលខ្ញុំ copy ហើយខ្ញុំ paste អញ្ចឹងអ្នកនេះឃើញកន្លែងនេះទេដោយសារកន្លែងនេះគឺវាជាប់រូបមន្តអញ្ចឹងនៅពេលខ្ញុំ copy មកអញ្ចឹងគឺរូបមន្តដែលខ្ញុំបានចងគឺវាអត់មកអញ្ចឹងធ្វើម៉េចដើម្បីឲ្យលេខវាមកឲ្យត្រូវទៅតាមអានេះអូខេមកទៅសិតមកវិញអញ្ចឹងនៅពេលអ្នកនរ copy paste វាអញ្ចឹងអ្នកនរ right click យកពាក្យថា paste a value អញ្ចឹងនៅពេលអ្នកនរ paste អញ្ចឹងគឺតម្លៃនេះមកគឺទោះវាចងរូបមន្តប៉ុន្មានក៏ដោយអញ្ចឹងតម្លៃវា accurate គឺវានឹងមកអូខេនេះគឺជាកំហុសទី1ចំណែកចំពោះទី2ឧទាហរណ៍ថាកន្លែងនេះខ្ញុំប្រើ Excel នេះដែរអូខេឥឡូវឧទាហរណ៍ថានេះខ្ញុំដូរជា salary អូខេហើយនេះខ្ញុំចង់អាចថា promotion ឬក៏ខ្ញុំអាចថា bonus example អូខេអញ្ចឹងឧទាហរណ៍ថាឆ្នាំហ្នឹងក្រុមហ៊ុនគាត់មានការលក់កើនឬក៏ benefit គាត់ច្រើនចំណេញច្រើនហើយកន្លែងហ្នឹងខ្ញុំចង់ធ្វើការ add ឲ្យពួកគាត់ 10% អូខេអញ្ចឹងបើសិនមកយើងសរសេរឆៅគឺស្រួលទេអ្នកនេះយើងគាត់ថាស្មើគុណ 10% អញ្ចឹងយើងអាចដឹងហ្មងយើងអស់មកដឹងហ្មងអូខេអញ្ចឹងអានេះគឺ 10% នៅលើប្រាក់ខែរបស់គាត់ប៉ុន្តែឧទាហរណ៍ថាក្នុងករណីខ្ញុំចង់ track ថាតើនៅពេលដែល add ឲ្យគាត់ 10% 5% វាតម្លៃវាប្រែប្រួលហ្មងអញ្ចឹងបើសិនមកខ្ញុំវាយឆៅខ្ញុំត្រូវកែម្ដងមួយ 5% ក៏គាត់នេះខ្ញុំចង់ដាក់ថា5% ដូចគ្នាឧទាហរណ៍អញ្ចឹងពេលអ្នកគ្នាកែអញ្ចឹងគឺវាពិបាកអូខេអញ្ចឹងកន្លែងហ្នឹងគឺយើងមានជា reference bonus ភាគរយមួយមកឥឡូវឧទាហរណ៍ថាខ្ញុំ note លេខណាមួយខ្ញុំដាក់កន្លែងនេះទៅខ្ញុំអាចថា track អូខេ track កន្លែងនេះខ្ញុំដាក់ថាឧទាហរណ៍ថា 10% អូខេខ្ញុំដាក់លេខ 10% លេខហ្នឹងស្មើអញ្ចឹងខ្ញុំធ្វើដូចគ្នាអញ្ចឹងគុណជាមួយនឹង reference របស់យើងនេះអូខេហើយនេះខ្ញុំ F4 មកមានថាខ្ញុំ lock វាខ្ញុំទាញកុំឲ្យអ្វីខ្ញុំបាន select ហ្នឹងវា move ទៅតាមអូខេអញ្ចឹងខ្ញុំទាញអូខេឥឡូវខ្ញុំមិនបាច់ខ្ញុំចង់ track បើសិនមក 5% ខ្ញុំដូរអូខេអ្នកឃើញអញ្ចឹងទិន្នន័យនៅពេលដែលយើងធ្វើរបៀបហ្នឹងគឺវាស្រួលសម្រាប់យើងអូខេអញ្ចឹងដល់ឡែកមួយទៀតគឺតាក់ទងទៅនឹង data validation ឥឡូវឧទាហរណ៍ថាកន្លែងនេះយើងមានព័ត៌មានយើងវាយដែរឧទាហរណ៍ថា male female ឬក៏ MS អញ្ចឹងឧទាហរណ៍អ្នកនេះ male female អូខេឧទាហរណ៍ចេះអញ្ចឹងបើសិនខ្ញុំអង្គុយវាយម្ដងមួយអញ្ចឹងគឺវាយូរហើយអត់ល្អទេអញ្ចឹងកន្លែងហ្នឹងគឺយើងអាចធ្វើការ validate data នៅក្នុងហ្នឹងបានឧទាហរណ៍អញ្ចឹងអ្នកគ្នាចូលទៅ data តបមកអ្នកគ្នាយកពាក្យថា data validation អូខេបន្ទាប់មកកន្លែងនេះអ្នកគ្នាយកពាក្យថា list អញ្ចឹងអានេះខ្ញុំ add មកថាតើខ្ញុំចង់ប្រើពាក្យអីខ្លះ male ឬក៏ female ឧទាហរណ៍ឬក៏ M ឬក៏ S ឥឡូវមានថា M អញ្ចឹង S អូខេស្រួលអូខេប៉ុណ្ណឹងអញ្ចឹងខ្ញុំចុចជាអ្នកនេះទាញវាមួយមកទាញវាមកមានថាយើង validate វាហើយយើងទាញវាមកអូខេអញ្ចឹងនេះគឺអ្នកនេះគ្រាន់តែចុច MS ទៅគឺវាចេញវា validate មិនឥឡូវឧទាហរណ៍កន្លែងហ្នឹងខ្ញុំពេញពាក្យអីផ្សេងអ្នកនេះឃើញទេអញ្ចឹងវានឹងចេញឲ្យយើងហ្មងថា data របស់យើងគឺអត់ match ជាមួយនឹងអ្វីដែលយើងបានសរសេរអញ្ចឹងអាហ្នឹងគឺវាល្អត្រង់ហ្នឹងមានន័យថាយើង validate កន្លែងហ្នឹងគឺដាក់បានតែ M ឬក៏ S បើសិនមកយើងវាយពាក្យ J K ឬ K អីគឺវាអត់ឲ្យអញ្ចឹងអាហ្នឹងគឺ data validation អញ្ចឹងវា apply ដូចគ្នាអញ្ចឹងបើសិនមកអ្នកគ្នាចង់ចងរូបមន្តថាតើ column ហ្នឹងឲ្យវាយពាក្យអីគេមានន័យថាយើងឲ្យវាយពាក្យ female គឺឲ្យចេញតែ female ឬវាយពាក្យ male ឲ្យចេញតែ male
បើសិនអ្នកគ្នាវាយពាក្យអីផ្សេងគឺវាអត់ចេញកន្លែងហ្នឹងគឺ validate អូខេអរគុណអ្នកគ្នាចាំរៀនថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបើសិនអ្នកគ្នាមានជាចម្ងល់អីអាច comment នៅក្នុងវីដេអូខាងក្រោមបាយបាយជួបគ្នានៅរៀនបន្ទាប់